ôn hay ngỏ hãy banประมาณថ្ងៃមុនពួកកងទ័ពថៃចេះតែបាញ់មករហូតហើយបានជាកម្ពុជាយើងបន្តបងប្អូនតាមពិតនេះគឺជាយុទ្ធសាស្ត្ររបស់សម្ដេចពុកពិតបងប្អូនហើយថ្ងៃនេះទាហានថៃវាបានជ្រុលជើងជ្រុលដំណើរបានរលមកចូលដីយើងបងប្អូនរលមកចូលដីយើងតាមពិតយុទ្ធសាស្ត្ររបស់សម្ដេចពុកគឺបលែងឲ្យវារលមកបងប្អូនរលមកហើយគឺវាយពាត់យកដើម្បីចាប់ធ្វើជាចំណាប់ខ្មាំងវិញបងប្អូនហើយសម្រាប់ការដោះដូរជាមួយកងទ័ពរបស់យើង18នាក់ហើយប៉ិនអត់ដោះលែងកងទ័ព18នាក់អញ្ចឹងហើយចូលមកនេះគឺចូលមករំលោភមកបំពេញដីគេទាំងរងើទាំងខុសច្បាប់ទាំងនេះដូច្នេះហើយបើសិនជាយើងវាយយើងចាប់បានពួកវាវិញគឺមិនខុសច្បាប់អន្តរជាតិទេបងប្អូនដោយសារវាចូលមកបំពេញទឹកដីរបស់យើងអញ្ចឹងយើងមានសិទ្ធិការពារខ្លួនមានសិទ្ធិចាប់មានសិទ្ធិអីវិញទាំងអស់ព្រោះអីវាគឺជាការឈ្លានពានបងប្អូនយើងធ្វើការចាប់ធ្វើជាឆ្លើយសឹករបស់យើងវិញបងប្អូននេះគឺជាយុទ្ធសាស្ត្ររបស់សម្ដេចពុកពិតបងប្អូនប្រហែលថ្ងៃមុនអូចេះទីហេតុអីបានបន្តទៅមកថ្ងៃនេះបានដឹងបងប្អូនហើយឮព័ត៌មានថាយើងចាប់បានទាហានខាងថៃច្រើនណាស់បងប្អូនច្រើនណាស់ដែលវារុលចូលមកដីយើងហើយយើងកងទ័ពយើងបានវាយហើយធ្វើឲ្យវាបាក់ទ័ពបងប្អូនបាក់ទ័ពអ្នកខ្លះក៏រត់តាន់អ្នកខ្លះក៏អត់ចឹងទៅបងប្អូនអ្នករត់មិនតាន់ឥឡូវនេះគឺយើងអាចនិយាយថាយើងចាប់ទុកធ្វើជាចំណាប់ខ្មាំងវិញហើយចាប់កងទ័ព18នាក់កងទ័ពរបស់យើងបងប្អូនកងទ័ពរបស់យើងអត់លែងទេបងប្អូនអត់លែងទេអញ្ចឹងយើងមានតែប្រើយើងមិននេះយើងមិនល្បិចអីទេបងប្អូនគាត់ថានេះធ្វើម៉េចឲ្យមកបំពេញទឹកដីយើងហើយយើងមិនចាប់ទុកវិញវាមិនកើតណាអញ្ចឹងនេះគឺជាយុទ្ធសាស្ត្ររបស់សម្ដេចអូសរសើរយុទ្ធសាស្ត្រសម្ដេចខ្លាំងមែនយើងពិតជាមានសំណាងបងប្អូនដែលបានថ្នាក់នាំឆ្លាតពូកែហ្នឹងខ្ញុំនិយាយមែនខ្ញុំសរសើរយុទ្ធសាស្ត្រសម្ដេចហ្នឹងប៉ុនសរសើរអូតែមិនសរសើរមិនបាន